Yo hello គ្នាយើងថ្ងៃនេះបងណាខ្ញុំមកធ្វើការចា fruit នៅសមុទ្រទី1សមុទ្រទី2និងសមុទ្រទី3ខ្ញុំធ្វើវីដេអូនេះមកគឺថាខ្ញុំឆ្ងល់មែនតើខ្ញុំចង់ដឹងថាសមុទ្រទី1និងសមុទ្រទី2សមុទ្រទី3ហ្នឹងតើសមុទ្រមួយណាដែលបានចាប់ fruit បានល្អអញ្ចឹងណាមុននឹងចូលទៅកាន់វីដេអូនេះខ្ញុំសូមឲ្យទាំងអស់គ្នាជួយ subscribe និងចុច like នៅក្នុងវីដេអូនេះម្ដងផងទៅដើម្បីជាការលើកទឹកចិត្តខ្ញុំធ្វើវីដេអូបន្តទៀតហើយកុំខាតពេលយូរចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអូខេគ្នាយើងឥឡូវយើងចូលមកដល់ក្នុង gameplay ហើយឥឡូវនេះយើងកំពុងនៅសមុទ្រទី1គ្នាយើងខ្ញុំមកចាប់ fruit នេះខ្ញុំបានឃើញ player មួយទៅលេង block fruit ថ្មីថ្មោងអញ្ចឹងគ្នាយើងមើលពីគាត់ទៅថាគាត់មែនតើអញ្ចឹងបើថាខ្ញុំចាប់ fruit បានខ្ញុំធ្វើការឲ្យគាត់គ្នាយើងចង់ឥឡូវថាចេញស្ទាបរបស់យើងមកគ្នាយើងគេថាស្ទាបចាំតកោរបស់យើងមុនចាប់ fruit ថាខ្ញុំធ្វើចាញ់គ្នាយើងមុនហើយខ្ញុំធ្វើអញ្ចឹងហ្នឹងគឺថាខ្ញុំគិតថាវាចាប់ fruit បានល្អដល់ពេលយើងធ្វើអញ្ចឹងគ្នាយើងឥឡូវមើលការចាប់ fruit របស់ខ្ញុំគ្នាយើងថាបានល្អឬអត់គ្នាឥឡូវ stream គ្នាយើងឥឡូវសមុទ្រទី1យើងថាចាប់ fruit គេទៅ stream ដាក់មួយគ្នាយើងវល់គឺគ្នាយើងចូល my tiger អូ my ជិះរបស់ល្អមកហើយចូលក្រៅគ្នាយើងខុសឲ្យឃើញរបស់ល្អដល់ពេលបើត្រូវអាហ្នឹងវិញគ្នាយើងចាប់បាត់ទៅហើយគ្នាយើងអើយអញ្ចឹងឥឡូវចាប់បាន fruit ហ្នឹងធ្វើការឲ្យគាត់តែម្ដងទៅបាទហើយ fruit ហ្នឹងគឺមាន M1 ណាស់គ្នាយើងអាចនឹង farm level បានណាស់គ្នាយើងឥឡូវទៅលាក់គាត់ពឹបទៅគ្នាយើងហើយតោះឥឡូវធ្វើការទៅមើលសមុទ្រទី2ម្ដងតើសមុទ្រទី2យើងអាចចាប់ fruit បានល្អជាងនឹងអត់អូខេគ្នាយើងឥឡូវយើងបានមកដល់សមុទ្រទី2ហើយយើងចាំមើលផងដែរថាតើសមុទ្រទី2នេះយើងចាប់ fruit បានល្អជាងសមុទ្រទី1អត់ហើយយើងធ្វើការបញ្ចេញក្បាច់ចាំតកោរបស់យើងទៀតគ្នាយើងគេធ្វើការវាយអាមួយហ្នឹងឯងគ្នាយើងអាមួយហ្នឹងគេដាក់ skill ដាក់អីលើវាចឹងណាពេលវាបកោ fruit ល្អយើងមកឡងធ្វើការដាក់ skill មកយីទៅខ្ញុំរៀនទៅប៉ែដែរពេលខ្ញុំចាប់ fruit ហ្នឹងគ្នាយើងហើយធ្វើមកគ្នាយើងអើយ skill ចាំតកោខ្ញុំមានធ្វើចឹងឯងគ្នាយើងបើសំណាងហូរចូលហូបបុបតែម្ដងណាឥឡូវយើងធ្វើការចាប់ fruit អស់គ្នាមកគ្នាយើងមកឥឡូវដាក់ឲ្យគ្នាយើងសង្ឃឹមថាសមុទ្រទី2ល្អទៅចុះអូមកឃើញតែ fruit ល្អចុងអូ my control ជាប់បាត់ diamond អូខេអ្នកគ្នានៅសមុទ្រទី2យើងទទួលបានជាមួយនឹង fruit diamond នេះមានអារម្មណ៍ថាសមុទ្រទី2ហើយគឺសមុទ្រទី1ព្រោះយើងចាប់ fruit យើងបានល្អជាងមុនណាតោះឥឡូវមកខាប់ពេលយូរទៀតយើងធ្វើការទៅចាប់ fruit នៅសមុទ្រទី3ទាំងអស់គ្នាអូខេគ្នាយើងឥឡូវយើងបានមកដល់សមុទ្រទី3ហើយឡើងធ្វើការចេញក្បាច់ប្រចាំតកូលរបស់យើងតែម្ដងទៅកុំឲ្យខាប់ពេលយូរកុំឲ្យថាទៅប៉ែអូខេគ្នាយើងឥឡូវធ្វើការដកអាវុធមកដើម្បីបាញ់មកដើម្បីឲ្យមានសុខភាពដើម្បីចាប់ fruit បានល្អអញ្ចឹងណាសង្ឃឹមផងដែរថាលើកនេះប្រកបចាំតកូមានសុខភាពអញ្ចឹងណាដាក់មកគ្នាយើងអូហូយអែមខ្លាំងទៅគ្នាយើងថាអូរ៉ាពេញខ្លួនតែម្ដងតោះឥឡូវធ្វើការចាប់ទាំងអស់គ្នាបាទហើយស្គមថាពេលនេះយើងប្រើជាមួយនឹងក្បាច់ប្រចាំតកូរបស់យើងមានប្រសិទ្ធភាពទៅគ្នាយើងបាទតោះឥឡូវធ្វើការចាប់ទាំងអស់គ្នា let's goអូខេគ្នាយើងសមុទ្រទី3យើងទទួលបានជាមួយនឹង fruit rabbit គ្នាយើងហើយយើងមានអារម្មណ៍ថា fruit សមុទ្រទី3គឺបានល្អជាងសមុទ្រទី2ទៀតទៅវាល្អមកក្រឹតហ្មងគ្នាយើងតែវាមិនល្អណាស់ណាគ្នាយើងល្មមគ្នាយើងតែខ្ញុំឆ្ងល់ណាស់ខ្ញុំខំចាប់ពីសមុទ្រទី1សមុទ្រទី2សមុទ្រទី3ដល់ឥឡូវវិញនៅតែវាឲ្យអាប៉ុនហ្នឹងវាឲ្យមិនទៅខគ្នាយើងខ្ញុំមិនយល់ហ្មងដល់ពេលមកទៅខមកមិនអែមកគ្នាយើងឥឡូវវាឲ្យទៅប៉ុនហ្នឹងប្រហែលខ្ញុំអត់មានសំណាងទេគ្នាយើងគ្នាយើងវីដេអូនេះមានតែប៉ុណ្្នឹងជួបខ្ញុំនៅវីដេអូក្រោយបាយ